សួស្តីបងប្អូនដឹងហើយថាពលឺតូចមួយអាចបំភ្លឺនៅទីងងឹតបានចា៎នៅថ្ងៃនេះខ្ញុំបានឆ្លងកាត់អានអត្ថបទមួយដែលឆ្លុះបញ្ចាំងយ៉ាងល្អសូមបងប្អូនស្ដាប់ពីដើមដល់ចប់បងប្អូននឹងឃើញអត្ថន័យដ៏សំខាន់នោះអត្ថបទមួយដែលខ្ញុំអាននោះគឺពន្លឺតូចតែមានឥទ្ធិពលមានអំពិលអំពែកតូចមួយឈ្មោះរស្មីពន្លឺរបស់គាត់មិនភ្លឺខ្លាំងដោយអំពិលអំពែកផ្សេងទេហើយពេលខ្លះវាក៏ភ្លឺខ្សោយផងដែរដោយសារតែបែបនេះគាត់គិតថាពន្លឺរបស់គាត់មិនសំខាន់ឡើយពេលយប់មកដល់រស្មីតែងលាក់ខ្លួននៅក្រោយស្លឹកឈើគាត់ខ្លាចភាពងងឹតហើយក៏ខ្លាចថាពន្លឺតូចរបស់គាត់មិនអាចជួយអ្វីបានទេថ្ងៃមួយគាត់បានជួបខ្យងចាស់ម្នាក់ដែលដើរយឺតបំផុតប៉ុន្តែមានប្រាជ្ញាខ្យងបាននិយាយថាពន្លឺមិនត្រូវការធំដើម្បីមានន័យទេវាត្រូវការតែបន្តភ្លឺប៉ុណ្ណេះរស្មីមិនយល់ភ្លាមទេប៉ុន្តែគាត់បានបន្តដំណើរជាមួយខ្យងតាមផ្លូវស្ងប់ណាត់មួយនៅតាមផ្លូវគាត់បានឃើញថាពន្លឺតូចរបស់គាត់បានជួយបំភ្លឺផ្លូវឲ្យសត្វតូចឆ្លងកាត់ដោយសុវត្ថិភាពទោះគាត់មិនបានដឹងផងក៏ដោយទីបំផុតពួកគេទៅដល់វាលធំមួយមិនមានពន្លឺធំមួយឡើយមានតែពន្លឺតូចរាប់មិនអស់ដែលភ្លឺរួមគ្នាធ្វើឲ្យភាពងងឹតคล้ายជាស្រស់ស្អាតបាននៅពេលនោះរស្មីបានយល់ថាគាត់មិនចាំបាច់คล้ายជាពន្លឺធំបំផុតឡើយគាត់គ្រាន់តែត្រូវភ្លឺនៅកន្លែងដែលគាត់ស្ថិតនៅប៉ុណ្ណោះចាពេលស្ដាប់រឿងនេះខ្ញុំមានអារម្មណ៍ថាប្រហែលជាបងប្អូនខ្លះមានអារម្មណ៍ថាគាត់អត់មានសំខាន់អ្វីឡើយប៉ុន្តែសម្រាប់ខ្ញុំវិញដែលខ្ញុំបានរៀនអំពីអត្ថបទនេះមានពេលខ្លះយើងមានអារម្មណ៍ថាខ្លួនយើងតូចមិនសំខាន់ហើយខុសពីអ្នកដទៃដូចនៅក្នុងអត្ថបទដែលនិយាយអំពីរស្មីនោះជីវិតយើងក៏ដូចគ្នាព្រះមិនដែលបង្កើតយើងមកដោយគ្មានគោលបំណងនោះទេប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាតូចត្រូវចាំថាពន្លឺតូចមួយក៏អាចបំភ្លឺភាពងងឹតបានដែរសូមបន្តភ្លឺព្រោះពន្លឺរបស់អ្នកមានន័យចាអរគុណ